លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនក្នុងនិងក្រៅប្រទេសជាទីគោរពនៅពេលនេះនាងខ្ញុំនិងលោកស្រីពូនប៉ូលីកំពុងតែស្ថិតនៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យជាប្រាសាទមួយដ៏ល្អឥតខ្ចោះក្នុងចំណោមប្រាសាទទាំងឡាយនៅក្នុងព្រះបរមរាជវាំងហើយយើងសង្កេតឃើញថាប្រាសាទនេះបានស្ថាបនាឡើងតាមបែបស្ថាបត្យកម្មនៃប្រពៃណីបុរាណខ្មែរសុទ្ធសាធលោកស្រីទូរទស្សនិកជនជាទីគោរពប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យគឺជាចំណុចចាប់ផ្ដើមនៃព្រះរាជពិធីហែព្រះបរមអធិព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដើម្បីឆ្ពោះទៅតម្កល់នៅក្នុងព្រះមហាចេតិយគុណធបុប្ផាសម្ដេចព្រះអង្គម្ចាស់ក្សត្រីទ្រង់ឯកឧត្តមលោកជំទាវអ្នកអង្គញាលោកអង្គញាលោកស្រីទូរទស្សនិកជនក្នុងនិងក្រៅប្រទេសជាទីគោរពប្រជារាស្ត្រជាកូនចៅទួតចៅលួតទាំងប្រុសទាំងស្រីក្មេងចាស់មានអារម្មណ៍ក្តុកក្តួលនឹកអាឡោះអាល័យជាពុនពេកក្រៃចំពោះការបាត់បង់ព្រះករុណាព្រះមហាវីរក្សត្រនៃកម្ពុជាដ៏ឆ្នើមសម្ដេចឪសម្ដេចតាទួតសម្ដេចតាលួតព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបិតាឯករាជ្យជាតិបូរណភាពទឹកដីព្រះបរមរតនកោដ្ឋដែលព្រះអង្គបូជាព្រះកាយពលនិងព្រះរាជកិច្ចដ៏មហាឧត្តុង្គឧត្តមចំពោះឯករាជ្យជាតិសេចក្តីសុខក្សែមខ្សានរបស់ប្រជារាស្ត្រនិងការកសាងព្រះរាជាណាចក្រកម្ពុជាចម្រើនរុងរឿងក្បួនដង្ហែព្រះបរមអធិព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋនឹងធ្វើដំណើរឆ្លងកាត់មហាវិថីនានាក្នុងរាជធានីភ្នំពេញដោយមានទស្សនវិជ្ជាដូចតទៅយើងឃើញថាមានវត្តមានកងកិត្តិយសដែលស្ថិតនៅក្នុងសម្លៀកបំពាក់គឺអាវកុដពណ៌ទឹកមាសនិងចងក្បិនពណ៌ព្រីងទុំរួមជាមួយនឹងវង់ភ្លេងកងទ័ពដែលស្ថិតនៅក្នុងឯកសណ្ឋានអាវសខោសស្បែកជើងខ្មៅត្រៀមប្រគំភ្លេងជូនវន្តនកិច្ចចំពោះឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងព្រះញាតិវង្សានុវង្សដែលយាងនឹងអញ្ជើញចូលមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនិងអញ្ជើញចូលរួមក្នុងព្រះពិធីហែព្រះបរមអធិព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងហើយនៅជ្រុងម្ខាងមុខព្រះមហាស្វេតឆ័ត្រយើងក៏ឃើញមានព្រះវត្តមានសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងព្រះសង្ឃជាច្រើនអង្គទៀតដើម្បីថ្វាយព្រះសត្តបករក្រៅពីនេះយើងក៏ឃើញផងដែរនៅព្រះវត្តមាននៃថ្នាក់ដឹកនាំកម្ពុជានៃព្រះរាជាណាចក្រកម្ពុជានិងព្រះញាតិវង្សានុវង្សនៅជ្រុងម្ខាងក្រៅពីឥស្សរជនជាន់ខ្ពស់ឥស្សរជនបរទេសមានអង្គទូតនានានៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញមកដល់ជាបន្តបន្ទាប់ដើម្បីក្រាបបង្គំគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋផងដែរនៅក្នុងប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យនេះយើងឃើញថាព្រះកោដ្ឋព្រះបរមអធិនៃព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងបានតម្កល់នៅលើព្រះបល្ល័ង្កខាងមុខព្រះមហាស្វេតឆ័ត្រ9ជាន់ដែលជានិមិត្តរូបនៃឋានសួគ៌ជាទីបរមសុខកាលពីព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនៅមានព្រះជន្មនៅឡើយព្រះអង្គបានមានព្រះរាជបណ្ដាំថានៅពេលព្រះអង្គយាងចូលព្រះទិវង្គតសូមយកព្រះបរមអធិរបស់ព្រះអង្គទៅតម្កល់ក្នុងព្រះចេតិយគុណធបុប្ផាហេតុនេះហើយដើម្បីគោរពទៅតាមព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុតដោយទទួលបានការគ្រប់គ្រងពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខក៏បានរៀបចំពិធីដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះឡើង
วัตยังกายโยปัจเวงอธิเสสติโกโตอเปตเวญญาโนวิรัตังวะกะเลงกังติยาวิวัจจันตุสัพพะโรโควินาศตุมาเตภวัตวันตรายโยสุขิติกายุโกภวะอภิวาทนาสัยเลสเนจังพุทธะปัจจายโนจันตารโธัมมาวันตันติอายุวันโนสุขังพลังอัปปตาจเนตุขาพยาปัตตาจเนพยาโสกัมปัตตาจเนโสกาหันตุสัพเพปาเนโนสาธุสาธุสาธุอากาศธาจะภูมาธาเตเวโนอนุโมตันโดเจรังราคันโดศาสนังอากาศธาจะภูมาธาเกียมหันธิกาปัญญังโนอนุโมตันโตเจรังราคันโตเรียเจียโนอากาจะพมาธาเตเวียธิกาปัญญังโนอนุโมตันโตเจรังราคันโตเนียตยาวอากาสัทธานจะพมาธาเกียมหันธิกาปัญญังโนอนุโมตันโตเจรังราคันโตปาในนาวอากาสัทธาจะพมธิกาปัญญังโนอนุโมตันโตเจรังโดโนสัติยังกัญเจโกสลกามังกาตาปังเกรยังเดชะเสสกตังกตังเยสัตตาสัญญนาวอัฏฐเยจะสัตตาสัญญนาวกตังปัญญพลังเยตังกตังโสวิติตังตันนังปัญญพลังเมเยเยจัตตาธนเจียนันเดเตเวียดยงสัพเพโลกัมหเยสัตตาจีวันตาหาระเหตุกามนยังสัพเพละพันตมมเจตสาเตសូមព្រះតេជះដំកល់លើត្បូងសូមក្រាបបង្គំទូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសូមទ្រង់ជ្រាបក្រោមល្អងទូលីព្រះបាទថ្ងៃនេះជាតិដ្ឋៈ15កើតព្រះច័ន្ទពេញវង្សខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃសុក្រទី11ខែកក្កដាឆ្នាំ2014ជាអភិលក្ខតៈសម័យក្នុងព្រះពុទ្ធសាសនាជាទិវាអាសាឍបូជារំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមសាស្តាចារ្យនៃយើងទ្រង់ចុះកាន់កព្រះវរមេត្តាយោនយកកំណើតជាមហាបុរសក្នុងលោកក្នុងជាតិចុងក្រោយបំផុតរបស់ព្រះអង្គនៅក្នុងទេវាប្រកបដោយមហានខត្តរិទ្ធមានសេរីសួស្តីជ័យមង្គលល្អប្រពៃដ៏ថ្លៃថ្លាដ៏ឧត្តមឧត្តមនាថ្ងៃ15កើតនេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនាព្រះខត្តកិត្តិយាកាមេរ៉ារត់រាសពុ
ពុទ្ធន្ទ្រាធិរាមហាក្សត្រខេមរជនីសមូហភាកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសិរីមង្គលាខេមរាស្រីពីរាព្រះចៅក្រុងកម្ពុជាធិបតីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពស់បំផុតស្ដេចទ្រង់បានព្រះរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីដង្ហែព្រះបរមអធិព្រះបរមរតនកោដ្ឋដែលមានសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភាជាប្រធានសម្ដេចអគ្គមហាបញ្ញាចក្រីហេងសំរិនប្រធានរដ្ឋសភាជាអនុប្រធានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីជាអនុប្រធានប្រចាំការនិងទូលព្រះបង្គំជាខ្ញុំសម្ដេចជាវាវាំងវីរៈវាងជាអធិបតីស្រឹងទាគង់សម្អល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាអនុប្រធានអចិន្ត្រៃយ៍មួយអន្លើដោយមានឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យដោយមានការយាងចូលរួមរបស់ព្រះរាជវង្សានុវង្សនិងការចូលរួមរបស់មន្ត្រីរាជការយោធាស៊ីវិលប្រជាពលរដ្ឋព្រះសង្ឃក្រហមគ្រប់ស្រទាប់គ្រប់លំដាប់ថ្នាក់បានរៀបចំព្រះរាជពិធីបុណ្យនៅវេលាថ្ងៃសុក្រពេញបូរមីខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558នេះដើម្បីដង្ហែព្រះបរមអធិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋយាងពីព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងទៅតម្កល់នៅលើកំពូលប្រាំងព្រះចេតិយកន្ធបុប្ផាជាព្រះរាជស្ថានប្រកបដោយព្រះបរមសុខដ៏ខ្សែមខ្សាន្តនៅក្នុងបរិវេណព្រះឧបោសថារាមព្រះកែវមរកតទៅតាមព្រះរាជបណ្ដាំចុងក្រោយរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលព្រះអង្គទ្រង់បានសពរាជហឫទ័យផ្ដាំទុកកាលពីថ្ងៃទី6ខែមករាឆ្នាំ2012សូមព្រះតេជះតម្កល់លើត្បូងរហូតមកដល់ថ្ងៃនេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមួយអន្លើដោយព្រះរាជវង្សានុវង្សនិងទូលព្រះបង្គំជាខ្ញុំម្ចាស់យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំជាតិកម្ពុជានិងមន្ត្រីរាជការយោធាស៊ីវិលគ្រប់លំដាប់ថ្នាក់ក្នុងព្រះបរមរាជវាំងព្រះសង្ឃក្រហមបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងព្រះរាជពិធីបុណ្យតក្កណានុប្បទានថ្វាយព្រះរាជកុសលចាប់តាំងពីថ្ងៃប្រហោះទី7ខែកុម្ភៈឆ្នាំ2013រហូតមកដល់ថ្ងៃបុណ្យតម្កល់ព្រះបរមអធិរបស់ព្រះអង្គទៅតាមព្រះរាជបវេណីរបស់
ព្រះមហាក្សត្រខ្មែរតាំងពីបុរាណរៀងមកនិងទៅតាមព្រះរាជបំណងដ៏គង់ខ្ពស់ដែលប្រកាសណាថ្លៃវិសេសព្រះអង្គទ្រង់បានសពរាជហឫទ័យប្រែផ្ដាំទុកមកដោយសេចក្តីគោរពនិងស្វាមីភក្តិដ៏ជ្រាលជ្រៅដោយព្រះហឫទ័យយកចិត្តទុកដាក់ឥតមានសន្សំសំចៃកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាដល់តិចតួចនិងឥតមានដាច់រយៈមានរយៈពេលចំនួន17ខែនិង2ថ្ងៃឬបើគិតជាថ្ងៃមានចំនួន519ថ្ងៃទូលព្រះបង្គំជាខ្ញុំម្ចាស់ទាំងអស់គ្នាសូមលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទាំង3បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជាទេវតារក្សាព្រះមហាស្វេតឆ័ត្រសូមលោកជួយបីបាច់ថែរក្សាព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋយាងគង់ក្នុងទេវលោកជានិច្ចនិរន្តរ៍ជាដរាបតទៅសូមព្រះដែលជានុភាពរបស់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋដែលប្រជាពលរដ្ឋខ្មែរទាំងមូលមានសេចក្តីគោរពស្រឡាញ់ស្មើជីវិតនិងមានសេចក្តីសោកស្ដាយរកអ្វីប្រៀបគ្មានប្រទានព្រះពរសពសាទុការថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេបានប្រកបដោយព្រះបរមសុខមាលភាពល្អបរិបូរណ៍មានព្រះជន្មាតិខាយុយឺនយូរដើម្បីបានគង់ជាមលុបដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជាកូនចៅទួតទូទាំងប្រជាណាចក្រកម្ពុជា